លោកស្រីអ្នកនាងកញ្ញាខ្ញុំចង់ប្រាប់រឿងមួយដែលមិនស្រួលខ្លួនឥឡូវនេះកន្លែងណាមួយក្នុងពិភពលោកបញ្ញាសិប្បនិម្មិត AI កំពុងសរសេរអ៊ីមែលលឿនជាងអ្នកវាកំពុងរចនា logo វាកំពុងឆ្លើយតបទៅនឹងការហៅទូរស័ព្ទសេវាកម្មអតិថិជនវាថែមទាំងកំពុងសរសេរកំណាព្យស្នេហាទៀតផងហើយអ្នកកំពុងអង្គុយនៅទីនោះគិតថាតើខ្ញុំគួរព្រួយបារម្ភទេល្អពីព្រោះការភ័យខ្លាចគឺជារឿងស្មោះត្រង់ការភ័យខ្លាចមានន័យថាអ្នកយល់ថាមានអ្វីមួយដ៏ធំកំពុងផ្លាស់ប្ដូរប៉ុន្តែនេះជាផ្នែកគួរឲ្យអស់សំណើចរាល់ពេលដែលបច្ចេកវិទ្យារីកចម្រើនមនុស្សមានការភ័យស្លន់ស្លោពេលដែលម៉ាស៊ីនគិតលេខមកដល់មនុស្សនិយាយថាក្មេងៗនឹងភ្លេចគណិតវិទ្យាពេលដែលអ៊ីនធឺណិតមកដល់មនុស្សនិយាយថាបណ្ណាល័យបានស្លាប់ពេលដែល smartphone មកដល់មនុស្សនិយាយថាការផ្ចង់អារម្មណ៍បានចប់ហើយយ៉ាងណាក៏ដោយយើងនៅទីនេះបញ្ញាសិប្បនិម្មិត AI មានឥទ្ធិពលខ្លាំងវាលឿនវាមិនដេកទេវាមិនត្អូញត្អែរអំពីប្រាក់ខែទេវាមិនត្រូវការកាហ្វេទេប៉ុន្តែវាមានបញ្ហាតូចមួយវាមិនមែនជាមនុស្សទេហើយជំនាញដំបូងដែល AI មិនអាចជំនួសបាននោះគឺជំនាញដែលនឹងធ្វើឲ្យអ្នកមានតម្លៃជារៀងរហូតគឺការវិនិច្ឆ័យមិនមែនព័ត៌មានទេមិនមែនទិន្នន័យទេការវិនិច្ឆ័យបញ្ញាសិប្បនិម្មិត AI អាចផ្ដល់ចម្លើយឲ្យអ្នកចំនួន 1000 ចម្លើយក្នុងរយៈពេល1វិនាទីប៉ុន្តែវាមិនដឹងថាចម្លើយមួយណាត្រឹមត្រូវសម្រាប់ពេលនេះទេជាមួយមនុស្សទាំងនេះនៅក្នុងវប្បធម៌នេះក្រោមសម្ពាធនេះនោះជាការងាររបស់អ្នកសូមក្រឡេកទៅមើលលោក Satya Nadella នៅពេលដែលលោកក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ក្រុមហ៊ុននេះមិនទាន់ស្លាប់នៅឡើយទេប៉ុន្តែវាក៏មិនបានជំរុញនរណាម្នាក់ដែរលោកមិនបានបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីទេគាត់មិនបានបង្កើត AI ដោយអភិហេតុទេគាត់បានផ្លាស់ប្ដូរវប្បធម៌គាត់បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយប្ដូរពីចំណេះដឹងទូទៅទៅជាចំណេះដឹងទូទៅនោះគឺជាការវិនិច្ឆ័យបញ្ញាសិប្បនិម្មិត AI អាចវិភាគលេខបានប៉ុន្តែវាមិនអាចដើរចូលទៅក្នុងបន្ទប់ប្រជុំដ៏តានតឹងហើយមានអារម្មណ៍ថាមពលនោះទេវាមិនអាចមានអារម្មណ៍ភ័យខ្លាចនៅក្នុងសម្លេងរបស់បុគ្គលិកបានទេវាមិនអាចសម្រេចចិត្តបានថាឥឡូវនេះជាពេលវេលាដែលត្រូវប្រថិតប្រថាំងការវិនិច្ឆ័យបានកើតឡើងពីស្លាកស្នាមពីភាពអាម៉ាស់ពីការបាត់បង់លុយពីការជ្រើសរើសខុសម្ដងនិងជ្រើសរើសកាន់តែប្រសើរឡើងនៅពេលក្រោយអ្នកមិនអាចទាញវាបានទេចូលយើងធ្វើឲ្យវាអាចយល់បានស្រមៃថាអ្នកកំពុងចាប់ផ្ដើមអាជីវកម្មខ្នាតតូចមួយបញ្ញាសិប្បនិម្មិត AI ប្រាប់អ្នកថាតម្រូវការទីផ្សារខ្ពស់ប្រកួតប្រជែងមធ្យមប្រាក់ចំណូលដែលបានប្រញោតខ្លាំងប៉ុន្តែវិជារិញ្ញាណរបស់អ្នកនិយាយថាអតិថិជនទាំងនេះមិនទាន់ទុកវាមិនអាចធ្វើឲ្យមានតុល្យភាពរវាងការអាណិតអាសូរជាមួយនឹងការទទួលខុសត្រូវបានទេមានតែមនុស្សទេដែលអាចរំបែបនោះបានយើងមិនបង់ប្រាក់ឲ្យថ្នាក់ដឹកនាំសម្រាប់ព័ត៌មានទេព័ត៌មានឥឡូវនេះមានតម្លៃថោកយើងបង់ប្រាក់ឲ្យពួកគេសម្រាប់ការសម្រេចចិត្តហើយការសម្រេចចិត្តគឺអាស្រ័យលើអារម្មណ៍បរិបទនិងប្រថុយប្រថាននេះជារឿងមួយទៀតបញ្ញាសិប្បនិម្មិតព្យាករដោយផ្ដែកលើអតីតកាលប៉ុន្តែការរកឃើញថ្មីបានមកពីមនុស្សដែលប្រកួតប្រជែងនឹងអតីតកាលនៅពេលដែល Reed Hastings សម្រេចចិត្តបង្វិល Netflix ពីការជួល DVD ដែលជាការផ្សាយតាមអ៊ីនធឺណិតទិន្នន័យមិនបានស្រេចទេគឺត្រូវធ្វើវាឥឡូវនេះល្បឿនអ៊ីនធឺណិតមានល្បឿនយឺតមនុស្សចូលចិត្ត DVD ប៉ុន្តែគាត់បានវិនិច្ឆ័យទិសដៅនៃពិភពលោកនោះមិនមែនជាការកណនាទេនោះគឺជាភាពក្លាហានលាយឡំជាមួយនឹងការវិនិច្ឆ័យនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកជំនាញនេះមានសារៈសំខាន់ជារៀងរាល់ថ្ងៃការជ្រើសរើសអ្នកដែលត្រូវទុកចិត្តការជ្រើសរើសពេលណាត្រូវនិយាយការជ្រើសរើសពេលណាត្រូវនៅស្ងៀមការជ្រើសរើសពេលណាត្រូវឈប់គ្មានម៉ាស៊ីនណាអាចទទួលខុសត្រូវនោះជំនួសអ្នកបានឡើយហើយនេះជារឿងដ៏ស្រស់ស្រាយការវិនិច្ឆ័យកាន់តែប្រសើរឡើងតាមអាយុនោះមានន័យថាតម្លៃរបស់អ្នកអាចកើនឡើងតាមពេលវេលាប្រសិនបើអ្នកគិតឡើងវិញជំនួសឲ្យការនិយាយឡើងវិញអ្នកជំនាញវ័យក្មេងសួរថាតើខ្ញុំត្រូវប្រកួតប្រជែងជាមួយ AI យ៉ាងដូចម្តេចសំណួរខកផ្ទុយទៅវិញសួរថាតើខ្ញុំអភិវឌ្ឍការវិនិច្ឆ័យបានល្អជាងអ្នកនៅជុំវិញខ្ញុំដល់របៀបណាអានឲ្យបានច្រើននឹងធ្វើដំណើរប្រសិនបើអ្នកអាចធ្វើបាននិយាយជាមួយមនុស្សដែលនៅខាងក្រៅឧស្សាហកម្មរបស់អ្នកធ្វើការភ្នាល់តូចៗយកចិត្តទុកដាក់នៅពេលដែលអ្នកខុសពីព្រោះរាល់កំហុសប្រសិនបើអ្នកសិក្សាវានឹងคล้ายទៅជាទ្រព្យសម្បត្តិបញ្ញាសិប្បនិម្មិតមិនអាចចម្លងបានទេបញ្ញាសិប្បនិម្មិតរៀនពីទិន្នន័យអ្នករៀនពីការឈឺចាប់ហើយការឈឺចាប់មិត្តខ្ញុំគឺជាគ្រូដ៏មានតម្លៃថ្លៃណាស់ដូច្នេះកុំព្យាយាមរត់ល្បឿនលឿនជាងម៉ាស៊ីនអីចូលអភិវឌ្ឍប្រាជ្ញាឲ្យលឿនពួកគេ
នោះជាជំនាញដំបូងដែលធ្វើឲ្យអ្នកមានតម្លៃជារៀងរាល់ថ្ងៃប្រសិនបើការវិនិច្ឆ័យគឺជាអ្វីដែលជួយអ្នកក្នុងការសម្រេចចិត្តជំនាញទី2ដែល AI មិនអាចជំនួសបានគឺភាពវៃឆ្លាតផ្នែកអារម្មណ៍ខ្ញុំសូមនិយាយដោយសាមញ្ញថា AI អាចរកឃើញអារម្មណ៍បានវាមិនអាចមានអារម្មណ៍បានទេវាអាចវិភាគសំឡេងបានវាមិនអាចអង្គុយជាមួយនរណាម្នាក់ដែលកំពុងបំបែកអារម្មណ៍ហើយជ្រើសរើសភាពស្ងៀមស្ងាត់ត្រឹមត្រូវទេហើយនៅក្នុងរយៈពេល10ឆ្នាំខាងមុខភាពវៃឆ្លាតផ្នែកអារម្មណ៍មិនមែនជាជំនាញទន់ទេវានឹងជាជំនាញដ៏កម្រមួយសូមក្រឡេកមើល LeBron James នៅនីតិចុងក្រោយនៃការប្រកួតជើងអាកសង្វៀនទាំងមួកំពុងញ័រមនុស្សរាប់លានអ្នកកំពុងទស្សនាមិត្តរួមក្រុមវ័យក្មេងម្នាក់បានសុទ្ធបោកខក2លើកជាប់ៗគ្នាបញ្ញាសិប្បនិម្មិត AI នឹងនិយាយថា probability ធ្លាក់ចុះគ្រប់គ្រងបាល់សុទ្ធបាល់រាល់ពេលប៉ុន្តែ LeBron មិនត្រឹមតែមើលឃើញភាគរយប៉ុណ្ណោះទេគាត់មើលឃើញទំនុកចិត្តគាត់ឃើញការភ័យខ្លាចគាត់ឃើញភាសាកាយវិការហើយពេលខ្លះជំនួសឲ្យការសុទ្ធដៃខ្លួនឯងគាត់បញ្ជូនបាល់ត្រឡប់ទៅមិត្តរួមក្រុមដដែលវិញហេតុអ្វីពីព្រោះភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាការឈ្នះការប្រកួតនោះទេវានិយាយអំពីការកសាងជំនឿឥឡូវនេះចូលយើងនាំរឿងនេះមកក្នុងពិភពលោករបស់អ្នកស្រមៃថាអ្នកកំពុងដឹកនាំក្រុមតូចមួយការកំណត់គឺតឹងតែងណាស់សម្ពាធក៏ក្បួកសមាជិកក្រុមម្នាក់ចាប់ផ្ដើមធ្វើខុស AI និយាយថាប្រសិទ្ធភាពធ្លាក់ចុះ 23% ត្រីជំនួសប៉ុន្តែអ្នកសម្គាល់ឃើញមានអ្វីផ្សេងទៀតពួកគេស្ងាត់ជាងធម្មតាពួកគេឈប់លេងសាយទៀតហើយពួកគេជៀសវាងការសម្លឹងភ្នែកអ្នកសួរសំណួរមួយតើអ្នកសុខសប្បាយជាទេហើយពួកគេក៏បែកបាក់គ្នាការសន្ទនានោះជួយសង្គ្រោះអាជីពមួយប្រហែលជាមិនសូវបីតែជីវិតមួយទៀតផងនោះគឺជាតម្លៃក្រុមហ៊ុនមិនដួលរលំដោយសារតែសិភៅបញ្ជីមិនល្អទេពួកគេដួលរលំដោយសារតែការជឿទុកចិត្តត្រូវបានបំផ្លាញហើយទំនុកចិត្តគឺជាអារម្មណ៍សូមក្រឡេកមើលលោក Howard Schultz និង Starbucks នៅពេលដែលគាត់បង្កើតម៉ាកយីហោគាត់មិនត្រឹមតែលក់កាហ្វេនោះទេគាត់លក់របស់របរកន្លែងទី3ចន្លោះការងារនិងផ្ទះអ្នកអាចចម្លងរបស់ទាំងនោះបានអ្នកអាចចម្លង logo បានអ្នកមិនអាចចម្លងអារម្មណ៍របស់មនុស្សនៅពេលដែលពួកគេដើរចូលបានទេបញ្ញាសិប្បនិម្មិត AI អាចបង្កើនប្រសិទ្ធភាពប៉ុន្តែមនុស្សបង្កើតទំនាក់ទំនងអនុញ្ញាតឲ្យខ្ញុំធ្វើវាមិនសប្បាយម្ដងទៀតអ្នកស្គាល់មិត្តម្នាក់ដែលនិយាយថាខ្ញុំសុខសប្បាយជាទេប៉ុន្តែអ្នកដឹងថាពួកគេមិនសុខសប្បាយនោះ AI ឮពាក្យថាមិនអស់ទេអ្នកឮសំឡេងផ្ដាប់ក្អាបនោះគឺជាអ្វីគ្រប់គ្នាភាពវៃឆ្លាតផ្នែកអារម្មណ៍គឺការអានអ្វីដែលមិនបាននិយាយវាគឺជាការដឹងថាពេលណាត្រូវជំរុញពេលណាត្រូវរងចាំពេលណាត្រូវលាងសើចពេលណាត្រូវរក្សាភាពធ្ងន់ធ្ងរហើយក្នុងអាជីវកម្មជំនាញនេះបង្កើនប្រាក់ការចរចាអារម្មណ៍ការលក់អារម្មណ៍ភាពជាអ្នកដឹកនាំអារម្មណ៍សូម្បីតែនវនុកម្មក៏អារម្មណ៍ដែរពីព្រោះមនុស្សគាំទ្រគំនិតពីមនុស្សដែលពួកគេជឿទុកចិត្តមនុស្សកំពុងคล้ายទៅជាមនុស្សយន្តកាន់តែរនឆ្លើយតបខ្លីៗគ្មានការសម្លឹងភ្នែកមិនបាច់ស្ដាប់ទេតែងតែរំកិលអេកាំងមើលប្រសិនបើអ្នកគ្រាន់តែស្ទាត់ជំនាញក្នុងការតាក់ទងភ្នែកការស្ដាប់យ៉ាងស៊ីជម្រៅនិងវត្តមានដ៏ស្ងប់ស្ងាត់នោះអ្នកបាននាំមុខគេហើយភាពវៃឆ្លាតផ្នែកអារម្មណ៍មិនមែនជារឿងអស្ចារ្យនោះទេវាជារឿងស្រទាប់វាគឺជាការចងចាំឈ្មោះនរណាម្នាក់វាគឺការកន្សោយឃើញថានរណាម្នាក់មើលទៅហត់នឿយវាគឺការសុំទោសពេលដែលអ្នកខុស AI នឹងមិនសុំទោសដោយអត្តានិយមឡើយអ្នកអាចធ្វើបានហើយនោះធ្វើឲ្យអ្នកមានអំណាចសូមឲ្យខ្ញុំឲ្យអ្នកមុំមួយទៀតពេលមានវិបត្តិកើតមកហើយវាតែងតែកើតឡើងមនុស្សមិនរកមនុស្សឆ្លាតបំផុតក្នុងបន្ទប់នោះទេពួកគេរកមនុស្សស្ងប់ស្ងាត់បំផុតភាពស្ងប់ស្ងាត់គឺជាកម្លាំងអារម្មណ៍ហើយកម្លាំងអារម្មណ៍ត្រូវបានរៀនដោយការប្រឈមមុខនឹងភាពមិនស្រួលមិនមែនការជៀសវាងវាទេដូច្នេះជំនួសឲ្យការសួរតើខ្ញុំអាចយកឈ្នះ AI ដោយរបៀបណាសួរថាតើខ្ញុំអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានទេនៅពេលដែលមានរឿងខុសប្រក្រតីតើខ្ញុំអាចយល់ពីអ្នកដទៃសូម្បីតែពេលដែលខ្ញុំមិនយល់ស្របតើខ្ញុំអាចដឹកនាំដោយមិនស្រែកបានទេពីព្រោះម៉ាស៊ីនអាចឈ្នះក្នុងល្បឿនប៉ុន្តែមនុស្សឈ្នះក្នុងជម្រៅហើយជម្រៅបង្កើតភាពស្មោះត្រង់ហើយភាពស្មោះត្រង់បង្កើតមរតកនោះគឺជាជំនាញទី2ដែលធ្វើឲ្យអ្នកមានតម្លៃជារៀងរហូតឥឡូវនេះចូលយើងនិយាយអំពីអ្វីមួយដែលម៉ាស៊ីននឹងមិនដែលមានពិតប្រាកដភាពច្នៃប្រឌិតមិនចម្លងមិនលាយបញ្ចូលគ្នាមិនមែនទស្សនវិជ្ជាអ្វីដែលដំណើរការរួចហើយនោះទេ
ខ្ញុំកំពុងនិយាយអំពីការគិតបែបដើមប្រភេទដែលធ្វើឲ្យមនុស្សនិយាយថាខ្ញុំមិនដែលឃើញរឿងនោះពីមុនមកទេបញ្ញាសិប្បនិយម AI បង្កើតចេញពីគំរូអ្នកបង្កើតចេញពីការស្រមៃហើយការស្រមៃមិនមែនកើតចេញពីទិន្នន័យនោះទេវាកើតចេញពីការចង់ដឹងចង់ឃើញសូមក្រឡេកមើល Elon Musk នៅពេលដែលមនុស្សគ្រប់គ្នានិយាយថារថយន្តអគ្គិសនីគួរឲ្យធុញទ្រាន់និងមិនអាចធ្វើមាត្រាការបានគាត់មិនបានធ្វើឲ្យម៉ាស៊ីនសាំងប្រសើរឡើងទេគាត់បានស្រមៃឡើងវិញអំពីអនាគតនៃការដឹកជញ្ជូនជាមួយ Tesla នៅពេលដែលការរុករកអវកាសគឺជាទីលានលេងរបស់រដ្ឋាភិបាលតែប៉ុណ្ណោះគាត់បានបង្កើត SpaceX តើវាផ្អែកលើទិន្នន័យដែលសុវត្ថិភាពមែនទេវាផ្អែកលើការស្រមៃដិតដល់បញ្ញាសិប្បនិយម AI អាចវិភាគការដល់រឿងរថយន្តដែលមានស្រាប់វាមិនអាចព្យាឡើងហើយនិយាយថាចូលយើងចុះឡានរ៉ុកែតបញ្ច្រាស់បានទេការគិតបែបនោះស្ដាប់ទៅដូចជាឈួតរហូតដល់វាដំណើរការហើយនេះគឺជាអ្វីដែលសំខាន់ភាពច្នៃប្រឌិតមិនមែននិយាយអំពីការមានសិល្បៈនោះទេវានិយាយអំពីការតាក់ទងរឿងដែលអ្នកដទៃមិនតាក់ទងគ្រូបង្រៀនដែលពន្យល់គណិតវិទ្យាតាមរយៈការនិទានរឿងតើអ្នកមានភាពច្នៃប្រឌិតទេម្ចាស់អាជីវកម្មខ្នាតតូចដែលធ្វើទីផ្សារតាមរយៈការកុយសើចជំនួសឲ្យការបញ្ចុះតម្លៃមានភាពច្នៃប្រឌិតអ្នកប្រើប្រាស់ YouTube ដែលប្រែក្លាយគំនិតធ្ងន់ធ្ងរទៅជាសន្ទនាដែលអាចតាក់ទងបានមានភាពច្នៃប្រឌិតបញ្ញាសិប្បនិយម AI អាចបង្កើតគំនិតបានប៉ុន្តែវាបង្កើតផ្អែកលើអ្វីដែលមានស្រាប់ជោគជ័យការចេញពីការប្រឈមនឹងអ្វីដែលមានសូមឲ្យខ្ញុំធ្វើឲ្យវាអាចយល់បានស្រមៃមើលហាងកាហ្វេ100កន្លែងលើផ្លូវមួយបញ្ញាសិប្បនិយម AI នឹងប្រាប់អ្នកថាតម្លៃមធ្យម$4.50ភេសជ្ជៈពេញនិយមគឺ Latte ម៉ោងម៉ោង8ព្រឹកដូច្នេះតើមនុស្សគ្រប់គ្នាធ្វើអ្វីបើកហាងកាហ្វេមួយទៀតមនុស្សដដែលការដោះរឿងដដែលប៉ុន្តែមានមនុស្សម្នាក់និយាយថាចុះបើយើងប្រែវាទៅជាហាងកាហ្វេនេះទៀនរឿងកន្លែងដែលមនុស្សចម្លែកចែករំលែកមេរៀនជីវិតរៀងរាល់ថ្ងៃសុខវិញនោះមិនមែនជាទិន្នន័យទេនោះគឺជាការស្រមៃហើយការស្រមៃបង្កើតភាពខុសគ្នានេះគឺជាការពិតដែលអ្នកណាម្នាក់មិនបានប្រាប់អ្នកអនាគតនឹងមិនឲ្យរង្វាន់ទៅលើមនុស្សដែលដឹងច្រើនជាងគេនោះទេវានឹងឲ្យរង្វាន់ទៅលើមនុស្សដែលគិតខុសគ្នានៅក្នុងសាលាយើងត្រូវបានបណ្ដុះបណ្ដាលឲ្យឆ្លើយចម្លើយត្រឹមត្រូវក្នុងជីវិតរង្វាន់ធំបំផុតនឹងធ្លាក់ទៅលើមនុស្សដែលសួរសំណួរប្លែកៗចុះបើយើងលុបការងារនេះចេញចុះបើយើងគិតតម្លៃថែមមិនមែនតិចជាងនេះចុះបើយើងធ្វើវាឲ្យងាយស្រួលជំនួសឲ្យស្មុគស្មាញបញ្ញាសិប្បនិយម AI អស្ចារ្យណាស់ក្នុងការបង្កើនប្រសិទ្ធភាពប៉ុន្តែការបង្កើនប្រសិទ្ធភាពមិនមែនជាការច្នៃប្រឌិតនោះទេ